វិញមកវាឃើញលេខខ្ញុំសូមឲ្យវាមកផ្ទះវិញមកសូមអ៊ំពូមានបាត់ឃើញរូបថតកូនខ្ញុំហើយវាតំណាក់តំណងតាមលេខទូរស័ព្ទតាមនឹងមកវាមកផ្ទះវិញវាបាត់ពី3ខែមិនដឹងថាវាមានរឿងអីកើតអីទេខ្ញុំបារម្ភពីកូនណាខ្ញុំមកតាំងពីព្រលឹមមករហូតដល់ថ្មនេះបាត់ខ្ញុំបានជួបលោកគ្រូខ្ញុំមកជួបឲ្យគាត់ជួយធ្វើការងារខ្ញុំមិនជួយផ្សព្វផ្សាយឲ្យទេបងផ្សាយឲ្យខ្ញុំមិនដែរស្គាល់កាន់ទេលើកទី1ខ្ញុំថតចោះបាទបងអូនឃើញទឹកភ្នែកម្ដាយទេបើសិនជាបងអូនឃើញបងអូនតំណាក់តំណងពីព្រោះម្ដាយអញ្ចឹងបងអូនបីបាច់បងអូនរហូតដល់បានអាយុប៉ុណ្ណេះមិនមែនជារឿងលេងសើចទេណាបងអូនគុំមិនទាន់បានសងកូនឪពុកម្ដាយផងបាទម្ដាយអត់មានចង់បានអីទេបាទអត់មានចង់បានអីទេគ្រាន់តែចង់ឲ្យបងអូនត្រឡប់មកផ្ទះវិញបងក៏សង្ឃឹមថាបងអូននឹងត្រឡប់ទៅផ្ទះវិញបាទសំពះសុំកម្មាទោសពីម្ដាយរបស់បងអូនដែលមករកពួកបងឲ្យជួយផ្សាយព័ត៌មានដែលបងអូនចាក់ចែងពីផ្ទះ3ខែហើយមិនព្រមចូលផ្ទះមិនព្រមតំណាក់តំណងមិនព្រមផ្ដល់ព័ត៌មានមិនព្រមតំណាក់តំណងមកសាច់ញាតិក៏ដូចជាម្ដាយជាទីស្រឡាញ់ដែលដឹកដៃបងអូនបាទដឹកដៃបងអូនមករកបងអូនណាតាំងពីខេត្តណាបងស្រីនៅពោធិ៍សាត់បងពោធិ៍សាត់ស្រុកវាវែងខេត្តចាខេត្តពោធិ៍សាត់ស្រុកវាវែងដំបងឡើយគាត់សុំបងឯងមកពេញដើម្បីរកការងារធ្វើមែនទេបងចាសុំពេញដល់មករកការងារទៅតែគាត់នៅក្មេងណាមិនមកទៅកូនវាថាខ្ញុំចង់មកតែរយៈពេលប្រហែលជាមួយអាទិត្យពីអាទិត្យទៅម៉ែស្គាល់ពេញគេដល់ពេលខ្ញុំក៏ឲ្យមកពីប្អូនថ្លៃដល់ពេលមកពីប្អូនថ្លៃបានប្រហែលជាមួយអាទិត្យក៏វាថាម៉ែអើយយាយទេមកទៅលេងយាយដល់ពេលថាគាត់ឯងទៅលេងយាយជិះទៅលេងយាយក៏ទៅដល់ពេលថាខ្ញុំចង់នៅមួយយាយអត់អីទេនៅមួយយាយសុខសប្បាយទេក៏ខ្ញុំនឹកគេអាកូននៅមួយយាយសុខសប្បាយវាមិនអីទេដល់ពេលគាត់នៅមួយយាយហើយបានប្រហែលជាប្រហែលខែឬតំណែងថាវានឹងដើរចេញពីផ្ទះទៅចេញពីផ្ទះយាយបាត់ហើយតែប្រហែលថាម៉ែខ្ញុំជប់នៅហ្នឹងហើយខ្ញុំចេញពីហ្នឹងហើយតែបកគាត់ឯងចេញពីផ្ទះយាយគាត់មកផ្ទះវិញកូនក៏អត់ឃើញមកផ្ទះដល់រហូតណាហើយចឹងបងថ្លៃខ្ញុំមិនម៉ែក្មេងខ្ញុំក៏គាត់ចុចរហូតដល់ដែរចឹងខ្ញុំថាបើមានបងប្អូនណាពីអ៊ំមានបានឃើញរូបថតកូនខ្ញុំហើយសូមឲ្យគាត់តំណាក់តំណងលេខ0996 91 382 45លេខស្មាតលេខ97031 59 15 532មានទេ100ខ្ញុំអត់អីខ្ញុំទេទៅក៏អត់ចូលហើយចឹងខ្ញុំភ័យបារម្ភខ្ញុំខ្លាចកូនខ្ញុំខ្លាចគេវាយគេអីស្លាប់ណាចឹងបើមិនចឹងបើគាត់នៅរស់គាត់អត់មានលុយក៏គាត់ថាគាត់មិនស្គាល់លេខខ្ញុំចឹងខ្ញុំថាដល់សាប់ផ្សាយឲ្យគាត់ឃើញលេខទូរស័ព្ទឲ្យគាត់មករកខ្ញុំចឹងណាបងថ្នាំដុសធ្មេញយិនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ20000រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិស៊ីនវ៉ៃយូធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ1000រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាប្រូម៉ូសិនលក់ចូលឆ្នាំ2025បានត្រឡប់មកវិញហើយចំណេញផ្ទួនរហូតដល់4មុខនេះឱកាសបុណ្យគ្រីស្មាស់នឹងចូលឆ្នាំថ្មី2026រកការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារិមពីក្រុមហ៊ុនស៊ុនស៊ីមេកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់$500ភ្លាមប្រូម៉ូសិននេះអនុវត្តចាប់ពីថ្ងៃទី7ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025នេះតែប៉ុណ្ណោះបាទឥឡូវនេះប្អូនឡែនបាទដែលប្អូនបានឃើញព័ត៌មាននេះក៏ដូចជាមើលឃើញម្ដាយរបស់ប្អូនដែលមករកពួកបងឲ្យជួយផ្សាយព័ត៌មានដែលប្អូនចាក់ចែងពីផ្ទះ3ខែហើយមិនព្រមចូលផ្ទះមិនព្រមតំណាក់តំណងមិនព្រមផ្ដល់ព័ត៌មានមិនព្រមតំណាក់តំណងមកសាច់ញាតិក៏ដូចជាម្ដាយជាទីស្រឡាញ់ដែលដឹកដៃប្អូនបាទដឹកដៃប្អូនមករកប្អូនណាតាំងពីខេត្តណាបងស្រីនៅពោធិ៍សាត់បងពោធិ៍សាត់ស្រុកវាវែងខេត្តចាខេត្តពោធិ៍សាត់ស្រុកវាវែងអូនដែលត្រូវជាកូនរបស់បងស្រីគាត់ចេញពីផ្ទះចាក់ចេញពីផ្ទះប្រហែលខែបងចាក់ចេញគាត់នៅពេញជាមួយយាយដល់ពេលហើយគាត់ចេញពីផ្ទះយាយគាត់អត់មានប្រាប់អ្នកផ្ទះថាវាតាណាគេដើររកវាអត់ឃើញបងចាឲ្យទូរស័ព្ទក៏អត់ចូលទៀតចឹងទៅក៏បាត់តាំងពីនោះមករហូតដំបងឡើយគាត់សុំបងឯងមកពេញដើម្បីរកការងារធ្វើមែនទេបងចាសុំពេញដល់មករកការងារទៅតែគាត់នៅក្មេងណាមិនមកទៅកូនវាថាខ្ញុំចង់មកតែរយៈពេលប្រហែលជាមួយអាទិត្យពីអាទិត្យទៅម៉ែស្គាល់ពេញគេដល់ពេលខ្ញុំក៏ឲ្យមកពីប្អូនថ្លៃដល់ពេលមកពីប្អូនថ្លៃបានប្រហែលជាមួយអាទិត្យក៏វាថាម៉ែអើយយាយទេមកទៅលេងយាយដល់ពេលថាគាត់ឯងទៅលេងយាយចឹងទៅលេងយាយក៏ទៅដល់ពេលថាខ្ញុំចង់នៅមួយយាយអត់អីទេនៅមួយយាយសុខសប្បាយទេក៏ខ្ញុំនឹកគេអាកូននៅមួយយាយសុខសប្បាយវាមិនអីទេដល់ពេលគាត់នៅមួយយាយហើយបានប្រហែលជាប្រហែលខែឬតំណែងថាវានឹងដើរចេញពីផ្ទះចេញពីផ្ទះយាយបាត់ហើយតែប្រហែលថាម៉ែខ្ញុំជប់នៅហ្នឹងហើយខ្ញុំចេញពីហ្នឹងហើយតែបកគាត់ឯងចេញពីផ្ទះយាយគាត់មកផ្ទះវិញកូនក៏អត់ឃើញមកផ្ទះដល់រហូតណាហើយចឹងបងថ្លៃខ្ញុំមិនម៉ែក្មេងខ្ញុំក៏គាត់ចុចរហូតដល់ដែរចឹងខ្ញុំថាបើមានបងប្អូនណាពីអ៊ំមានបានឃើញរូបថតកូនខ្ញុំហើយសូមឲ្យគាត់តំណាក់តំណងលេខ0996 91 382 45លេខស្មាតលេខ97031 59 15 532បងប្អូនណាអត់ឃើញបងស្រីខ្ញុំបញ្ជាក់បើសិនជាមានគេទេទៅអត់មានបាញ់លុយបាញ់អីជាធ្នូការឃើញកូនមកឯងណាខ្ញុំនិយាយបញ្ជាក់ឲ្យហើយពីព្រោះការប្រកាសនេះពីព្រោះវាមានមនុស្សជាតិឱកាសច្រើនណាស់ឥឡូវនេះយកឈ្មោះយករូបថតយកកុហកមីងគ្រប់រូបភាពដែលមីងកំពុងតែរងទុកហើយគេកុហកឲ្យមីងបាញ់លុយទៅថាឃើញកូនមីងនៅនេះនៅនោះកុំឲ្យសោះខ្ញុំនិយាយហើយនិយាយទៀតណាមីងកុំបាញ់លុយឲ្យគេកុំផ្ញើលុយឲ្យគេតោះតែឃើញកូនឬមួយក៏យ៉ាងម៉េចមីងឃើញកូនមីងសិនណាខ្ញុំនិយាយអត់មានឲ្យលុយគេទេហើយខ្ញុំបញ្ជាក់ខ្ញុំផ្សាយនេះគ្មានចង់បាន
អីពីមីងទេខ្ញុំជួយផ្សព្វផ្សាយដោយអាណិតអាសូរមីងដោយមករកពួកខ្ញុំក្នុងការបាត់កូនរយៈពេល3ខែហើយណាព្រោះមីងមកតាំងពីខេត្តពោធិ៍សាត់ខេត្តពោធិ៍សាត់ស្រុកវាវិញបាទហើយបងអូនឃើញទឹកភ្នែកម្ដាយទេបាទមកផ្ទះវិញមកវាឃើញលេខខ្ញុំសូមឲ្យវាមកផ្ទះវិញមកសូមអ៊ីអំពូមានបានឃើញរូបថតកូនខ្ញុំហើយវាតំណែងតាមលេខទូរស័ព្ទតាមនឹងមកវាមកផ្ទះវិញវាបាត់ពី3ខែមិនដឹងថាវាមានរឿងអីកើតអីទេខ្ញុំបារម្ភពីកូនណាខ្ញុំមកតាំងពីព្រលឹមមករហូតដល់ថ្មនេះបាត់ខ្ញុំបានជួបលោកគ្រូខ្ញុំមកជួបឲ្យគាត់ជួយធ្វើការងារខ្ញុំមិនជួយផ្សព្វផ្សាយឲ្យទេបងផ្សាយឲ្យខ្ញុំមិនដែរស្គាល់ពេញទេលើកទី1ខ្ញុំបានថតចត់បាទបងអូនឃើញទឹកភ្នែកម្ដាយទេបើសិនជាបងអូនឃើញបងអូនតំណែងពីព្រោះម្ដាយចិញ្ចឹមបងអូន3បាច់បងអូនរហូតដល់បានអាយុប៉ុណ្ណេះមិនមែនជារឿងលេងសើចទេណាបងអូនគុំមិនទាន់បានសងគុណឪពុកម្ដាយផងបាទម្ដាយអត់មានចង់បានអីទេបាទអត់មានចង់បានអីទេគ្រាន់តែចង់ឲ្យបងអូនត្រឡប់មកផ្ទះវិញបងក៏សង្ឃឹមថាបងអូននឹងត្រឡប់ទៅផ្ទះវិញបាទសំពះសុំកម្មាទោសពីម្ដាយបងអូនត្រូវដឹងថាម្ដាយស្រឡាញ់បងអូនគ្មានអ្នកណាស្រឡាញ់បងអូនក្រៅពីម្ដាយរបស់បងអូនទេនៅលើโลกនេះជាអ្វីដែលសូម្បីតែខ្ញុំគ្មានអ្នកណាស្រឡាញ់បាទខ្ញុំក្រៅពីឪពុកម្ដាយខ្ញុំទេបងប្អូនអញ្ចឹងយើងត្រូវយល់ថានេះគឺជាទឹកចិត្តម្ដាយបាត់កូន3ខែហើយព្យាយាមតំណែងដែលបងអូនមិនតំណែងរកម្ដាយតតែសោះមិនផ្ដោតដំណឹងសូនអត់មានទេ100ខ្ញុំអត់អីខ្ញុំទេទៅក៏អត់ចូលអញ្ចឹងខ្ញុំភ័យបារម្ភខ្លាចកូនខ្ញុំខ្លាចគេវាយគេអីស្លាប់ណាអញ្ចឹងបើមិនអញ្ចឹងបើគាត់នៅរស់គាត់អត់មានលុយក៏គាត់ខ្លាចគាត់មិនស្គាល់លេខខ្ញុំអញ្ចឹងខ្ញុំតាដល់សាប់ផ្សាយឲ្យគាត់ឃើញលេខទូរស័ព្ទអីគាត់មករកខ្ញុំអញ្ចឹងណាបងអូខេបងអរគុណហ្នឹងហើយបងបើសិនជាពុកម៉ែបងប្អូនបានប្រទះឃើញរូបដូចនៅក្នុងរូបភាពនេះគឺអាចតំណែងតាមលេខទូរស័ព្ទរបស់គាត់ផ្ដល់ជាដំណឹងឲ្យគាត់ខ្ញុំសូមបញ្ជាក់ម្ដងទៀតខ្ញុំបញ្ជាក់ប្រាប់គាត់គឺមិនឲ្យញើលុយញើកាក់ទៅបុគ្គលណាដែលឆ្លៀតឱកាសទេមកធ្វើការសុំប្រាក់សុំតែសុំកាទៀវឲ្យមកផ្សាយនេះគឺសូមបញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាគឺខ្ញុំមិនទទួលអ្វីពីបងប្អូនសូមបីតែមួយកាក់មួយសេនខ្ញុំមិនប្រើវិជ្ជាជីវៈអ្នកកាសែតនេះរកស៊ីទៅសុំបងប្អូនដែលកំពុងតែពិបាកមកពីឆ្ងាយពឹងឲ្យពួកខ្ញុំជួយបែរជាខ្ញុំទៅសុំកាទៀវកាហ្វេទៅជួយគាត់ឲ្យសុំកាទៀវកាហ្វេនេះជារឿងដែលពួកខ្ញុំមិនធ្វើដាច់ខាតខ្ញុំសុកចិត្តលក់ថ្នាំដុសធ្មេញលក់ទឹកយិនសិនដែលពួកខ្ញុំធ្វើជា BA គឺបងប្អូនស្រឡាញ់អាណិតបាទអាចជួយទិញគាំទ្រខ្ញុំដោយទិញថ្នាំដុសធ្មេញយិនសិន MAEE ឬមួយក៏ទឹកយិនសិនឬមួយក៏ផលិតផលរបស់ក្រុមហ៊ុន MAEE បងប្អូនដែលស្រឡាញ់អាចជួយទិញពីខ្ញុំក៏ដូចជាក្រុមការងារខ្ញុំនេះជាអ្វីដែលពួកខ្ញុំសប្បាយចិត្តបំផុតខ្ញុំសុកចិត្តអាចឲ្យបងប្អូនទទួលបានផលិតផលល្អហើយពួកខ្ញុំអាចមានចំណូលទៀតបាទអញ្ចឹងអរគុណច្រើនបងស្រីបងអរគុណបងខ្ញុំជួយផ្សព្វផ្សាយឲ្យណាបងណាអូខេបងជឿថាគាត់នឹងមករកបងវិញណាបងណាបាទអរគុណបងប្អូនជំរាបលាបាទ